និយាយអំពីកំឡុងឆ្នាំ2000ខ្ញុំបានចងចាំនៅហេតុការណ៍ចម្លែកដែលបានកើតឡើងនៅក្នុងភូមិរបស់ខ្ញុំរដូវប្រាំងហើយក៏ជាខែដែលផ្លែល្មុតទុំជ្រុះបណ្ដើខ្ញុំតែងតែទៅរើសនៅក្នុងចំការរបស់អាខឿនដែលជាសម្លេងរបស់ខ្ញុំនិយាយអំពីចំការរបស់វាគឺមានផ្ទៃដីប្រហែលជា1ហិកតាដែលមានដំណាំគ្រប់សពមាក់ពេញមាក់ប្រាំងមកកាក់ល្មុតស្វាយចេកអំពៅនិងច្រើនមុខទៀតដែលរៀបរាប់មិនអស់ចំការរបស់វាមានផ្លូវពីមុខពីខាងក្រោយហើយផ្លូវពីមុខគឺជាផ្ទះរបស់វាហើយក៏ជាផ្លូវក្រហមផ្លូវនៅជាប់ចំការខាងក្រោយរបស់វាគឺជាផ្លូវលំដែលរំលងពេលនោះគឺជាផ្ទះរបស់ខ្ញុំហើយនៅក្រោយផ្ទះរបស់ខ្ញុំគឺជាស្ទឹងដែលឪពុកម្ដាយខ្ញុំធ្វើដំណាំដាំហូបនិងលក់ហើយក៏មានស្ពៃក្រញ៉ែងស្ពៃក្តោបនិងត្រកួននិងបន្លែជាច្រើនទៀតពុកម៉ែដាំដំណាំគ្រប់រដូវប្រាំងវស្សាដើម្បីបានប្រាក់គ្រាន់តែសមធ្វើផ្ទះថ្មីណាមួយដីនៅជាប់មាត់ស្ទឹងស្រួលដាំដំណាំមិនខ្វះទឹកប្រើប្រាស់បើនិយាយក្នុងភូមិខ្ញុំវិញមិនខ្វះដំណាំហូបផ្លែបន្លែបង្ការគឺសម្បូរគ្រប់មុខមិនថាទៅដល់ទីណាក៏មានដែរបើនិយាយអំពីមុខរបររបស់អ្នកភូមិគេប្រកបដាំបន្លែធ្វើចំការចិញ្ចឹមសត្វគោមាន់ទាហើយក៏មានអ្នកខ្លះគេចិញ្ចឹមដល់ក្រពើទៀតផងខ្ញុំនឹងអាគឿនរួមទាំងពួកអាដែងក្នុងភូមិតែងតែទៅមើលក្រពើដែលគេចិញ្ចឹមនោះឲ្យតែទំនេរព្រោះកន្លែងអាងចិញ្ចឹមក្រពើនោះក៏មិននៅឆ្ងាយពីភូមិខ្ញុំដែរគ្មានដូចពួកខ្ញុំគេមិនយកលុយទេអាងក្រពើធ្វើជា4ជ្រុងហើយក៏ជា4បន្ទប់ដោយបន្ទប់នីមួយគឺគេខណ្ឌចែកដាក់សត្វក្រពើទំហំខុសៗគ្នាគឺមានតែអាងមួយតែប៉ុណ្ណោះដែលគេដាក់ក្រពើមួយក្បាលដាច់ដោយឡែកព្រោះក្រពើនោះមានទំហំខ្លួនសឹងថាធំជាងទូកទៅទៀតវាមានឈ្មោះថាក្រពើយក្សខ្លួនវាមានប្រវែងប្រហែលជា4ម៉ែត្រជាងទៅហើយដងខ្លួនវាមានដោះដូចជាបន្លែមើលទៅពិតជាគួរឲ្យខ្លាចហើយចំណីដែលគេឲ្យវាស៊ីគឺជាសត្វត្រីនិងមាន់ដែលគេនិយមហៅថាមាន់ថៃមានអាខ្លះដេកហាមាត់ឲ្យរុយរោមចូលហើយវាក៏ត្របាក់ស៊ីយ៉ាងឆ្ងាញ់ងាកមើលទៅចិញ្ចឹងដែលគេធ្វើខានជាបន្ទប់ក្រពើនោះគឺមានសភាពចាស់កាន់ស្លែនិងមានស្នាមប្រេះគ្រប់កន្លែងតែម្ចាស់ការដ្ឋានហាក់មិនសូវព្រួយបារម្ភដែលគេគិតថាវាមិនអីសូម្បីតែរបងជុំវិញក៏គ្មានបើនិយាយអំពីទឹកស្ទឹងដល់ខែវស្សាតែងតែលើកមកដល់ភូមិឬក៏អាងក្រពើនេះជានិច្ចគ្រប់ឆ្នាំឲ្យតែដល់ខែវស្សាចូលមកដល់មិនតែបង្អុរភ្លៀងមិនឈប់អ្នកភូមិខ្ញុំតែងតែត្រៀមទុកសម្រាប់ធ្វើដំណើរនៅរដូវវស្សាជានិច្ចព្រោះថាទឹកអាចនឹងលិចមានកម្ពស់ត្រឹមចង្កេះឬក៏ចង្គង់ទៅតាមសន្តានដីពោះរាបបើនិយាយអំពីខ្ញុំនិងអាគឿនតែងតែបបួលគ្នាដើរលេងសឹងតែគ្រប់ភូមិព្រោះថានៅទីនោះគេមានភូមិ4ដែលគេហៅថាភូមិកើតភូមិលិចភូមិត្បូងហើយនិងភូមិជឿព្រោះតែដីវានៅចំកណ្ដាលភូមិតែភាគច្រើនខ្ញុំនិងវាតែងតែទៅលេងនៅឯភូមិជឿព្រោះនៅទីនោះគឺមានផ្ទះមួយដែលក្មេងៗស្រកខ្ញុំទៅលេងសឹងថារាល់ថ្ងៃដោយម្ចាស់ផ្ទះគាត់ជាមនុស្សចិត្តល្អនិងតែងតែឲ្យនំពួកខ្ញុំតែទៅលេងនៅទីនោះហូបជីហូហែហើយគាត់ឈ្មោះថាអ៊ំសាយប្រពន្ធគាត់ឈ្មោះថាអ៊ំរ៉េតផ្ទះគាត់ក៏មានដើមឈើត្រឆឹងត្រឆៃសម្រាប់ឲ្យក្មេងៗលេង
ដូចជាឈូសស្បែកជើងដេញចាប់លុតកៅស៊ូដើមឈើគាត់មានដើមម៉ាក់ព្រិញម៉ាក់ប្រាំងដើមទឹកដោះគោនិងដើមច័ន្ទដែលជាម្លប់ដ៏ត្រជាក់រហឹមហើយគាត់ពីអ្នកប្តីប្រពន្ធក៏ចិញ្ចឹមជ្រូកនិងធ្វើបាយស្រែនិងលក់ដូរចាប់ហួយបន្តិចបន្តួចជួនកាលពួកខ្ញុំទំនេរក៏បានទៅជួយលួចបាយស្រែគាត់ផងដែរហើយគាត់តែងតែឲ្យនំជាធ្នូដែលជួយគាត់លុះល្ងាចខ្ញុំក៏បបួលអាគឺនមកវិញព្រោះខ្លាចថាម៉ែនឹងរោមិនឃើញឬក៏ត្រូវរំពាត់បើកាលណាខ្ញុំទៅដល់ផ្ទះវិញមេឃងងឹតមកតាមផ្លូវខ្ញុំក៏បាននិយាយជាមួយអាគឺនថាស្អែករត់ទៅកាប់ដងជំពាមដើម្បីទុកបាញ់សត្វអាគឺនវាក៏បានឆ្លើយចាំទៅកាប់នៅព្រៃខាងកើតភូមិកន្លែងនឹងសម្បូរដើមស្នាយអញឃើញស្អាតណាស់ការទៅកាប់ឈើជាមួយឪអញដើមមួយសន្ទុះក៏បានមកដល់ផ្លូវចូលចំការវាហើយវាបានដើរទៅតាមខាងក្រោយដើម្បីទៅផ្ទះមកដល់ផ្ទះខ្ញុំឃើញពុកនិងម៉ែកំពុងតែជជែកគ្នាអំពីរឿងអីឬសូវ៉ែខ្ញុំដូចពុកក៏រត់លូថាបើខ្ញុំវិញវាយវាតតែងាប់មិនទុកទេអាសត្វចង្រៃមិនដឹងជាសត្វឆ្កែនឹងជារបស់អ្នកណាម៉ែក៏តបអ្នកផឹមថាវាចូលមកស៊ីមន់គាត់មិនដឹងតាំងពីស្មាណាពេលគាត់រោវាយវាក៏ស្រាប់តែវាក្រហមចេញថ្មិញនឹងហៀទឹកមាត់វាប្រងតែមកខាំគាត់ទៀតផងពុកថាឆ្កែនឹងប្រហែលជារបស់អ្នកភូមិក្រោយក៏មិនដឹងពេលម៉ែក្រឡេកឃើញខ្ញុំម៉ែក៏ចាប់ផ្ដើមវិចារថ្មនេះទើបតែមកលោកកូនឆាប់ទៅងូតទឹកដូរខោអាវអាំងបានមកហូបបាយជុំគ្នាខ្ញុំក៏បានស្ទុះរត់ទៅក្រោយផ្ទះទៅដល់ខ្ញុំក៏បានទិញផ្តិលចាក់យោហើយក៏បានដើរទៅលើផ្ទះដើម្បីយកខោអាវស្លៀកហើយក៏ចុះមកហូបបាយដែលមានទឹកគ្រឿងអន្លក់ខ្ចីហើយក៏មានត្រីចៀនគ្រាន់តែហិតក្លិនក៏ទ្រាំមិនបានដែរខ្ញុំនិងពុកក៏បានចាប់ដើមហូបបាយពេលកំពុងហូបបាយម៉ែគាត់បាននិយាយថាដើរលេងប្រយ័ត្នប្រយែងខ្លួនផងឥឡូវមានសត្វឆ្កែមិនដឹងជារបស់អ្នកណាវាកាចណាស់ប្រយ័ត្នតែវាខាំខ្ញុំក៏បានតបម៉ែខ្ញុំដើរលេងតែនៅក្នុងភូមិនេះទេមិនដែលទៅណាឆ្ងាយឡើយរំលងព្រឹកស្អែកខ្ញុំអាគឺនក៏បានធ្វើដំណើរទៅព្រៃនៅខាងកើតភូមិដើម្បីទៅកាប់ដងជំពាមទៅដល់ពួកយើងក៏បានរូបរះដើរមើលមេឃណាដែលល្អដែលអាចយកមកធ្វើជាជំពាមបានពេលបានហើយយើងក៏បានធ្វើដំណើរចេញពីព្រៃវិញពេលកំពុងតែធ្វើដំណើរនោះស្រាប់តែលើសម្លេងជើងដូចជាមានសត្វអ្វីកំពុងតែដើរចេញពីកំពត់ព្រៃនៅខាងមុខខ្ញុំទាំងពីរហាក់ឆ្ងល់ខំប្រឹងសម្លឹងមើលរូបរាងនោះក៏បានចេញមកនោះគឺជាសត្វឆ្កែមួយក្បាលដែលមានសម្បុរខ្មៅហើយក៏មានដំបៅពេញខ្លួនមើលទៅខ្លួនវាសឹងតែថាអង្គេស៊ីអស់ទៅហើយវាបានឈរសម្លងខ្ញុំនិងអាគឺនដោយមានសភាពលៀនអណ្ដាតនិងហៀទឹកមាត់ក្តោបអន្ទុយភ្នែកវាឡើងសល្អក់វាក៏ចាប់ដើមក្រហមបញ្ចេញជង្គង់ដ៏មុតស្រួចនិងមានទឹកមាត់ហៀមកទៀតផងអាគឺនឆាប់រត់ឡើងទៅលើដើមឈើឆ្កែនេះប្រហែលជាចង់ខាំយើងហើយខ្ញុំនិងអាគឺនក៏បានស្ទុះឡើងទៅលើដើមឈើខ្ញុំបានស្ទុះឡើងទៅផុតទៅតែអាគឺនវាឡើងបានតែមួយចង្អាមក៏ទៅឆ្កែនោះហក់ខាំចំកំភួនជើងដែលធ្វើឲ្យវាស្រែកយំដង្ហែហៅខ្ញុំឲ្យជួយខ្ញុំបានត្រឹមយកដងជំពាមដែលនៅនឹងដៃគប់ទៅវាហើយក៏សែកបង្អើវាឲ្យលេងតែឆ្កែនោះនៅតែបន្តខាំជើងរបស់អាគឺនក្រវីក្រវ៉ាត់ទៅមកមិនព្រមលេងតតែសោះអាគឺនវាបានត្រឹមតែស្រែកយំ
នឹងយកជើងវាមកខាងទៀតធាក់ឆ្កែនោះតែទោះជាយ៉ាងណាឆ្កែនឹងនៅតែមិនព្រមលេងចំណែកឯខ្ញុំក៏មិនហ៊ានចោះទៅជួយដោយសារតែខ្លាចជាសំណាងល្អពូវ៉ើនដែលជាខ្លារបស់ពុកខ្ញុំក៏បានស្ទុះយកដំបងមកវាយឆ្កែនោះចំពីកណ្ដាលខ្នងរបស់វាដែលធ្វើឲ្យវាស្រែកហើយក៏ប្រឡែងមកចេញពីជើងរបស់អាគឿនហើយវាក៏ស្រែកយ៉ាងឈឺចាប់និងរត់ចូលព្រៃបាត់ទៅបើសិនជាគ្មានពូវ៉ើនមកទាន់ច្បាស់ជាវីវោមិនខានក្រោយត្រឡប់មកដល់ផ្ទះរបស់អាគឿនពូវ៉ើនក៏បានរៀបរាប់ប្រាប់ម្ដាយរបស់អាគឿនទៅតាមដំណើររឿងឪពុកវាស្ដាប់ចប់ក៏បានដើរទៅចង្ក្រានបាយហើយក៏បានទៅយកកំបិតទៅស្ទុះសម្បកកន្ទួតហើយគាត់ក៏បានយកទៅបុកលាយបញ្ចូលគ្នាដោយមានអំបិលបាយកកនិងសម្បកកន្ទួតហើយក៏យកមកបិទចំមុខរបស់អាគឿនដែលឆ្កែខាំនោះដែលមានជម្រៅគួរសមហើយគាត់ក៏បានស្រដីថាកាលពីក្មេងគាត់ក៏ធ្លាប់ឆ្កែខាំដែរដែលពួកគាត់បានប្រើវិធីសាស្ត្រនេះហើយគាត់ក៏បានជាទៅហើយនេះគឺជាវិធីបុរាណដែលចេះតគ្នាមកដោយសារតែអាគឿនមិនមានការអ្វីធ្ងន់ធ្ងរខ្ញុំក៏បានវិលត្រឡប់ផ្ទះវិញគម្រោងដែលយើងក្រុងទុកថានឹងធ្វើចម្រៀងចេញបានសัตว์ក៏បានរលាយខ្ញុំក៏បានយករឿងនេះដែលបានកើតឡើងទៅប្រាប់ឪពុកម្ដាយខ្ញុំគាត់បានត្រឹមតែស្ដីបន្ទោសនិងកុំឲ្យខ្ញុំទៅលេងម្ដុំក្បែរព្រៃនឹងទៀតគាត់ថាប្រហែលជាឆ្កែដែលចូលខាំមន្ទីររបស់មីងផឹមហើយព្រមស្អែកឡើងខ្ញុំក៏បានទៅចង្ការរបស់អាគឿនដើម្បីរកល្មុតទុំហើយខ្ញុំក៏បានទៅមើលវានៅឯផ្ទះឃើញថាវាកំពុងអង្គុយលើគ្រែក្រោមផ្ទះរបស់វាយ៉ាងមិនហើយអាគឿនហើយបាត់ឈឺនៅអាគឿនវាក៏បានតបនៅឈឺនៅឡើយអាចដើរមិនរួចទេបានត្រឹមតែលោតជើងមួយតែប៉ុណ្ណោះវាក៏លាត់ជើងខោខ្ញុំមើលរបួសដែលឆ្កែខាំនោះឡើងក្រហមចុះឲ្យមិនឲ្យពួកឯងជូនទៅពេទ្យអត់ទេអញខ្លាចមកជួលណាស់ពុកថាបិទថ្នាំដែលគាត់បោកឲ្យនឹងតែពី3ថ្ងៃទៀតច្បាស់ជាហើយហើយលេងវាមួយសន្ទុះខ្ញុំក៏បានសុំវាមកផ្ទះវិញមកដល់ផ្ទះម៉ែពុកក៏បាននិយាយថាស្អែកគឺនាំខ្ញុំទៅលេងយាយនៅឯភ្នំពេញឲ្យខ្ញុំឆាប់ដេកពីក្បាលប្រលប់អាមព្រលឹមបងញាប់បានចេញធ្វើដំណើរពេលមកដល់ភ្នំពេញពួកយើងក៏បានមកលេងយាយហើយពេលយប់យើងក៏នាំគ្នាទៅលេងសួនច្បារមុខរាជវាំងដើម្បីថតរូបជាអនុស្សាវរីយ៍នៅទីក្រុងម៉ូតូឡានច្រើនណាស់មិនដូចស្រុកខ្ញុំទេមានតែសត្វគោមាន់ទានិងចំការបន្លែមកលេងភ្នំពេញបានមួយរយៈប្រហែលជាមួយអាទិត្យពួកយើងក៏បានវិលត្រឡប់មកស្រុកវិញមកដល់ស្រុកខ្ញុំក៏បានទៅផ្ទះអាគឿនដើម្បីថាយកនំប៉័ងយកទៅឲ្យវាហូបតែអ្វីដែលខ្ញុំបានឃើញគឺវាបានដេកនៅលើគ្រែសង្ងំឲ្យឆឹងមានសភាពស្លេកស្លាំងខ្ញុំក៏បានសួរម៉ែអាគឿនថាអាគឿនមិនទាន់ជាទេគាត់ក៏ធ្លាប់បានហៅគ្រូខ្មែរឲ្យមកស្ដោះជើងអាគឿនដែរតែជើងវាកាន់តែហើមធំទៅរហូតមានខ្ទុះនិងរីកដំបៅយ៉ាងធំពេលនោះក៏បានឃើញពូវ៉ើនដែលបានជួយខ្ញុំនឹងអាគឿនពីថ្ងៃមុនក៏ដើរចូលមកហើយក៏និយាយថាយ៉ាងម៉េចយ៉ាងម៉ាយកវាទៅមណ្ឌលសុខភាពស្រុកទៅកុំបណ្ដោយនៅទុកយូរបើមើលតាមស្ថានភាពរបស់វានៅពេលនេះកាន់តែធ្ងន់ធ្ងរទៅហើយនិយាយមិនតាន់ចប់អាគឿនក៏គួរចង្អោរនឹងរៀបប្រកាច់ពុកម៉ែវាគ្រាន់តែឃើញសភាពកូនបែបនេះមានការផិតភ័យជាខ្លាំងក៏បានស្ទុះមនីយកកូនទៅមណ្ឌលសុខភាពបើនិយាយអំពីមណ្ឌលសុខភាពស្រុកនោះក៏នៅឆ្ងាយពីភូមិខ្ញុំគួរសមដែរក្រោយមកឪពុកម្ដាយវាក៏បានដាក់វាទៅលើម៉ូតូហើយក៏បានជិះចេញទៅមកដល់មន្ទីរពេទ្យស្រុកគ្រូពេទ្យក៏បានយកវាទៅដាក់លើគ្រែហើយក៏ព្យួរសេរ៉ូមនិងចាក់ថ្នាំឲ្យអាគឿនតែអាគឿននៅតែក្រវីក្បាលដូចជាជាប់សរសៃមើលទៅសភាពវាកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅពេល
ពេលក៏បានសួរពុកម្ដាយវាថាតើវាកើតអ្វីបានទុកដល់សភាពបែបនេះឪពុកម្ដាយវាបានត្រឹមតែបង្ហូរទឹកភ្នែកហើយក៏ប្រាប់ទៅតាមដំណើររឿងពេទ្យថាបើជាឆ្កែធម្មតាគឺមិនអីទេតែបើវាជាឆ្កែឆ្កួតវិញច្បាស់ជាមានបញ្ហាធំដោយសារតែពឹសចង្គង់ឆ្កែនោះច្បាស់ជាមានបញ្ហាជ្រាបចូលពេញរាងកាយរបស់អាគឿនទៅហើយក៏ថាបានគឺពិបាកជួយសង្គ្រោះឲ្យជាវិញណាស់ក្រោយមួយសន្ទុះមកពេលក៏ឲ្យអាគឿនចេញមកផ្ទះវិញតែសភាពវានៅតែដដែលគឺវាចាប់ផ្ដើមក្រវីក្បាលនិងហៀទឹកមាត់ទោះអ្នកណាសួរវាក៏វាលែងចេះឆ្លើយវាបានត្រឹមតែនិយាយថាគាត់នឹងតាមរកសម្រាប់ឆ្កែនោះឲ្យបានរំលងពី3ថ្ងៃទៅហើយអាគឿននៅតែមិនបានធូរស្បើយចំណែកម៉ែអាគឿនបានទៅរកគ្រូខ្មែរឲ្យមកមើលតែហាក់មិនមានប្រសើរតតែសោះមួយថ្ងៃអាគឿនចាប់ដើមផ្លែកទៅដោយវាចាប់ដើមលូនឹងព្រោះដូចជាសត្វឆ្កែដែរអ្នកណាសួរវាក៏វាលែងចេះនិយាយស្ដីបានត្រឹមតែធ្វើភ្នែកស្លើនិងហៀទឹកមាត់ចំណែកជើងរបស់វានៅតែហើមនិងមានខ្ទុះហូរដំបៅកាន់តែធំទៅម្នាក់បានត្រឹមតែអាណិតតែក៏មិនអាចជួយអ្វីបាននៅល្ងាចមួយក្រោយពីខ្ញុំមកដល់ពីដើរលេងនៅឯភូមិជើងខ្ញុំក៏បានដើរកាត់កៅចំការរបស់អាគឿននៅក្នុងចិត្តគិតថានឹងចូលទៅរកផ្លែល្មុតឲ្យបាន 3-4-5 ផ្លែក៏នឹងហូបគិតហើយខ្ញុំក៏បានដើរចូលទៅក្នុងចំការរបស់វាមកដល់ក្នុងចំការល្មុតខ្ញុំកំពុងតែឆ្ងោកដើររកល្មុតទុំជួសនៅតាមដើមស្រាប់តែមានខ្យល់បក់មួយវឹកទៅជាក់ធ្វើឲ្យខ្ញុំព្រួយឆ្អល់ដល់ឆ្អឹងខ្នងនៅពេលនោះខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីនៅក្រោយខ្នងខ្ញុំក៏បានងាកក្រោយមកស្រាប់តែខ្ញុំឃើញអាគឿនខ្ញុំលន់មាត់ក្រែងឯងឈឺដើរមិនរួចនៅដេកលើគ្រែឯលើម្ដេចក៏ឯងដើរមកក្នុងចំការកើតទឹកមុខអាគឿនស្រេកស្លាំងហើយនឹងឈោញញឹមដាក់ខ្ញុំមិនពពេចភ្នែកសោះខ្ញុំប្រឹងសួរយ៉ាងណាក៏វានៅតែមិនឆ្លើយតបបានតែឈោដូចជាទីងមោខ្ញុំក៏បាននិយាយទៀតថាអានេះជាហើយក៏មិនប្រាប់អញខំតែភ័យស្មានតែឯងមិនអាចដើរបានឯងគឺល្មុតទុំមែននេះអញទៅតែរើអំបាញ់មិញនេះទេយកទៅសំលេងលើសូប្រាវខ្ញុំងាកទៅមើលចំហៀងខ្លួនខ្ញុំកាប់ពិតគឺជាធាងដូងដែលបានដាច់ជ្រុះធ្លាក់មកខ្ញុំនិយាយខំតែភ័យស្មានតែខ្មោចលោងពេលខ្ញុំងាកមកមើលអាគឿនវិញស្រាប់តែបាត់វាឆឹងចុះទៅណានេះក៏លឿនម្លេះចុះហេតុអ្វីខ្ញុំមិនដឹងថាវាទៅវិញខ្ញុំរអ៊ូអានេះមកមិនប្រាប់ទៅមិនប្រាប់ដូចខ្មោចទៅហើយហេតុតែមានល្ងាចចង់ងឹតទៅហើយខ្ញុំក៏បានដើរចេញពីចំការរបស់វាហើយក៏បានថាចាំស្អែកចាំទៅបបួលវាដើរលេងអានេះជាហើយក៏មិនប្រាប់ចាំមើលទៅទាត់ឯងមួយជើងនឹងថែមមួយក្រញដើរមកដល់ផ្ទះខ្ញុំឃើញម៉ែអង្គុយនៅលើគ្រែមុខខ្ញុំក៏និយាយនេះម៉ែរមុតខ្ញុំទៅតែរើសពីចំការអាគឿនអំបាញ់មិញខ្ញុំក៏បន្តសួរម៉ែថាពុកទៅណាហើយម៉ែបានប្រាប់ថាពុកឯងបានដើរទៅផ្ទះពូវ៉ើនដែលនៅជិតផ្ទះអាគឿនព្រោះគាត់មានធុរៈហៅពុកឯងឲ្យជួយបន្តិចគ្រាន់តែនិយាយចប់ខ្ញុំក៏បានដើរមកមួយទឹកដើម្បីចាំពុកហូបបាយជុំគ្នាមួយសន្ទុះធំស្រាប់តែខ្ញុំលឺភ្លេងបន់ចេញពីម្ដុំផ្ទះអាគឿនតែខ្ញុំគិតថាប្រហែលជាបន់ផ្ទះពូវ៉ើនព្រោះអីល្ងាចមិញម៉ែក៏បានប្រាប់ថាពូវ៉ើនបានមកហៅពុកឲ្យទៅជួយកំពុងតែអង្គុយលើកេមុខផ្ទះខ្ញុំក៏បានឃើញពុកដើរមកពុកអង្គុយចុះម៉ែក៏បានសួរថាវាភ្លេងបុណ្យអ្នកណា
ពុករៀងមុខស្រងងស្ងាត់ហើយក៏បាំងងាកមុខមកមើលខ្ញុំហើយក៏បន្តឆ្លើយគឺអាគឿនវាបានស្លាប់ហើយពុកនិយាយចប់ខ្ញុំស្រឡាំងកាំងជាខ្លាំងខ្ញុំគិតក្នុងចិត្តអាគឿនស្លាប់វាស្លាប់បានយ៉ាងម៉េចបើល្ងាចមិញខ្ញុំជួបវានៅក្នុងចំការវាដើរមករើសល្មុតជាមួយខ្ញុំក៏បន្តសួរពុកថាកាយអាគឿនវាជាដើរបានហើយហើយអ្វីបានជាវាស្លាប់ពុកថាវាដើរទៅណាកើតបើវាដេកនៅលើគ្រែមួយកន្លែងនឹងស្រែកលូព្រុសដូចសត្វឆ្កែរហូតដល់ស្លាប់ពុកបន្តថាគាត់នៅផ្ទះពូវ៉ើនកំពុងតែអង្គុយធ្វើកូនគោដែលវាងាប់ស្រាប់តែគាត់ឮសំឡេងលូចេញពីផ្ទះរបស់អាគឿនហើយក៏ឮខ្លាំងនឹងញាប់ទៅរួមទាំងសំឡេងពុកម៉ែវាស្រែកហៅឈ្មោះវាពុកនឹងអាវ៉ើនក៏បានរត់មកមើលឃើញសភាពរបស់អាគឿនប្រកាច់នឹងប្រឹងលូចេញពពុះមាត់ដូចជាខ្មោចចូលរហូតតែដល់ដាច់ខ្យល់នៅនឹងពិតជាគួរសង្វេគនិងអាណិតវាណាស់ខ្ញុំស្ដាប់ចប់ក៏បានគិតក្នុងចិត្តថាចុះអាគឿនដែលខ្ញុំបានជួបនៅឯចំការល្មុតគឺជាអ្នកណាបើសិនជាវាមិនអាចដើរបានបើវាឈឺនៅដេកលើគ្រែពុកបន្តថាគាត់នឹងទៅដេកកំដរបនដើម្បីបាច់ជាគ្នាព្រោះថាក្រៅពីផ្ទះអាវ៉ានៅចិត្តគឺគ្មានអ្នកផ្សេងអ្នកណាគេមកដេកកំដរឡើយព្រោះគេនៅឆ្ងាយណាស់គេពិតមិនមកដេកកំដររងឡើយខ្ញុំក៏សុំគាត់ទៅជាមួយតែគាត់ថាចាំស្អែកចាំឲ្យខ្ញុំទៅដេកថ្ងៃនេះមិនបាច់ទេនៅដេកកំដរម៉ែទៅលុះយប់ឡើងខ្ញុំបានត្រឹមតែដេកអាណិតវាមិនគួរណាវាជួបរឿងបែបនេះយប់រំលងអត្រាតស្ងាត់ឲ្យជ្រងំកំពុងតែដេកលក់ខ្ញុំក៏បានឮសូរសំឡេងដូចជាគេបាញ់ឃ្លីទៅមកខ្ញុំហាក់ឆ្ងល់ក៏អឺតាបង្អួចស្រាប់តែខ្ញុំបានឃើញក្មេងប្រុសម្នាក់កំពុងតែបាញ់ឃ្លីនៅក្រោមដានស្វាយមុខរបងផ្ទះខ្ញុំក្មេងម្នាក់នោះហាក់បីដូចជាដឹងខ្លួនថាខ្ញុំកំពុងតែលួចមើលវាក៏បានងាកមុខមកកាពិតគឺជាអាគឿនសោចស្ញែងនឹងហេតុមាត់ឲ្យកខ្លាក់វាក៏លើកដៃបក់ហៅខ្ញុំអ្វីដែលគួរឲ្យរត់ភ្ញាក់ផ្អើលស្រាប់តែមានឆ្កែខ្មៅមួយលើកចេញពីក្រោយខ្នងរបស់វាក៏បានស្ទុះមកខាំវាក្រវីក្រវត្តខ្ញុំឃើញហើយសាររន្ធត់ជាខ្លាំងខ្ញុំខំប្រឹងស្រែកពេលដឹងខ្លួនមេភ្លឺល្មមការពិតខ្ញុំรู้สึกបន់សោះព្រលឹមព្រឹកឡើងទើបឃើញពុកដើរមកវិញពុកថាឲ្យម៉ែទៅជួយរកបនគេបន្តិចទៅពុករៀបរាប់ថាគាត់មិនបានសម្រានទេយប់មិញរវល់នៅចាំមើលឆ្មាព្រោះថាលោកអាចារ្យឡាយដែលជាលោកអាចារ្យនៅក្នុងភូមិគាត់បានប្រាប់ឲ្យនាយយាមកុំឲ្យមានឆ្មាមកកំឡងសពនេះឲ្យសោះហើយយប់មិញគឺមានឆ្មាជាច្រើនបានមកក្រវ៉ែលទៅធ្វើឲ្យពួកគាត់មិនបានដេកដែលត្រូវនៅយាមសពទល់ភ្លឺលោកអាចារ្យឡាយក៏បន្តទៀតថារឿងនេះច្បាស់ជាមានរឿងចម្លែកក្នុងភូមិជាមិនខានព្រោះមើលទៅព្រលឹងវិញ្ញាណរបស់អាគឿនវានៅវល់មិនព្រមទៅណាពុកនិយាយចប់ខ្ញុំនិងម៉ែក៏បានដើរសម្ដៅទៅផ្ទះអាគឿនមកដល់ឃើញអ៊ំពូមីងនៅក្នុងភូមិជាច្រើនបានមកជួយម្នាក់មួយដៃមួយជើងហើយក៏មានក្មេងៗនិងពួកអាដែងដែលបានរត់លេងហាក់បីដូចជាមិនកើតទុកអ្វីសោះទាំងដែលម្ដាយពួកអាគឿនកំពុងតែយំហើមភ្នែកសឹងតែគ្មានទឹកភ្នែកហូរពិធីបុណ្យប្រព្រឹត្តទៅដោយលោកអាចារ្យឡាយជាអ្នកដឹកនាំធ្វើកម្មវិធីរហូតដល់7 ម៉ោង
12ថ្ងៃត្រង់ម្ដាយរបស់ខ្ញុំក៏បានត្រឡប់មកផ្ទះតែខ្ញុំសុំគាត់នៅលេងរោងបុណ្យដោយនៅចាំពុកដោយគាត់ថានឹងមកសម្រានហើយខ្ញុំនឹងសុំគាត់ដេកនៅរោងបុណ្យជាមួយលុះម៉ោងប្រហែលជា4ល្ងាចទើបឃើញពុកមកដល់ចំណែកឯអ្នកភូមិផ្សេងទៀតគេក៏បានវិលត្រឡប់ទៅផ្ទះវិញអស់គឺនៅសល់តែលោកពូពី3នាក់និងលោកអាចារ្យឡាយរួមទាំងខ្ញុំនិងឪពុកដែលនៅកំដររោងបុណ្យមកក៏ជិត10យប់ហើយតែនៅជុំវិញផ្ទះរបស់អាគឿនវាគឺជាចំការដែលមានដើមឈើព័ទ្ធជុំវិញដែលធ្វើឲ្យបរិវេណផ្ទះរបស់វានៅពេលយប់មើលមិនឃើញមានតែភាពងងឹតមើលអ្វីសឹងតែមិនយល់បរិយាកាសកាន់តែត្រជាក់ខុសពីធម្មតានិងមានខ្យល់បក់មួយវឹបដែលធ្វើឲ្យម្នាក់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងលោកតាអាចារ្យឡាយហាក់យល់សេចក្តីក៏បានដើរទៅចំហៀងផ្ទះរួចក៏កាច់មេឃដើមមកប្រាំងហើយគាត់ក៏យកទឹកមួយផ្តិលយកមកសូត្រហើយក៏ប្រោះជុំវិញផ្ទះម្នាក់បានត្រឹមតែឆ្ងល់ហើយក៏មានលោកពូម្នាក់សួរទៅកាន់គាត់ថាតើអ៊ំកំពុងធ្វើអ្វីតាឡាយបានត្រឹមតបថាមិនមានអ្វីទេហើយនៅឲ្យតែស្ងៀមទៅធ្វើអារម្មណ៍ឲ្យស្ងប់បើឃើញអ្វីឬអ្វីកុំភ័យគាត់ក៏បានប្រាប់អ្នកទាំងអស់គ្នាចំហជាច្រើនបានលេចឡើងតែក៏គ្មានចម្លើយមួយសន្ទុះក៏ឮសំឡេងប្រាវដូចជាសំឡេងមនុស្សដើរនៅក្រោយផ្ទះរបស់អាគឿនហើយតែនៅជុំវិញផ្ទះងងឹតនឹងមានដើមឈើគ្រប់ដណ្ដប់មិនអាចមើលអ្វីឃើញបានត្រឹមតែស្ដាប់សំឡេងម្នាក់ចាប់ដើមមើលមុខគ្នាហើយក៏សួរទៅតាឡាយថាជាសំឡេងអ្វីតាឡាយបានត្រឹមនិយាយថាវាមិនមានអីទេវាគ្រាន់តែជាសត្វឆ្មាឬក៏សត្វឆ្កែដែលមកស៊ីសំណល់បាយដែលចាក់ចោលនិយាយចប់សំឡេងនោះក៏ស្ងាត់តែក៏ឮសំឡេងដូចជាមានអ្វីដែលនៅលើដំបូលហេតុតែជាដំបូលក្បឿងក៏ធ្វើឲ្យឮសូរព្រឹបម្នាក់ចាប់ដើមបោកភ្នែកធំនៅមកក្បែរគ្នាតាឡាយបានតែធ្វើមហោបនិងយកធូបមួយបាច់ហើយក៏ប្រណម្យហើយក៏បានដោតនឹងដីសំឡេងនោះដូចជាធ្លាក់ពីលើដំបូលឬសូរតែក្ដុកដូចជាដួងទុំធ្លាក់បានមួយសន្ទុះស្រាប់តែដូចឆ្កែលូចេញពីក្រោយចម្ការរបស់អាគឿនតែសំឡេងដូចជារឿងអូសបន្លាយវែងហាក់បីដូចជាមិនមែនជាសំឡេងសត្វតែវាដូចជាសំឡេងមនុស្សដែលស្រែកខ្យល់ក៏បានបក់មកយ៉ាងខ្លាំងដែលធ្វើឲ្យទៀនរឹបរលត់សឹងតែទាំងអស់ម្នាក់បានត្រឹមតែរត់មកដុំគ្នាស្រមោលមនុស្សម្នាក់កំពុងតែឈរក្រោមដើមមាក់ប្រាងខ្ញុំឃើញស្រមោលនោះដូចជារូបរាងអាគឿនហើយនឹងមានឆ្កែមួយនៅជិតវាប្រជិតដូចកាលយល់សពខ្ញុំដែរលោកតាអាចារ្យឡាយបានឈរនឹងសូត្របាលីរួចក៏បាននិយាយទៅកាន់ស្រមោលនោះថាបើឯងទៅហើយទៅឲ្យបានសុខចុះកុំនៅវល់ឬក៏លំបន្លាយអ្នកភូមិដែលគេមកកំដរបុណ្យសពរបស់ឯងម្ដាយនិងពុកអាគឿនបានត្រឹមតែយំនិងនិយាយថាកូនទៅឲ្យបានសុខចុះកុំបារម្ភពីពុកម៉ែហើយកុំធ្វើបាបអ្នកភូមិឲ្យគេស្អប់ខ្ពើមកូននិយាយចប់ខ្យល់ក៏បានបក់យ៉ាងខ្លាំងរួមទាំងម៉ាស៊ីនភ្លើងដែលគេបញ្ឆេះក៏រលត់ងងឹតឆឹងម្នាក់ភ័យស្រន់ស្លោមួយសន្ទុះក្រោយភ្លើងក៏បានមកវិញហើយក៏បានបាត់អាគឿនមិនដឹងថាវាទៅណាលោកតាអាចារ្យឡាយបន្តថាលេងមានអីហើយស្អែកទៅតែបូជាសពនៅម៉ោង11ថ្ងៃត្រង់ហេតុតែវត្តនៅឆ្ងាយទើបម្ដាយឪពុកវាសម្រេចថានឹងធ្វើមែនដើម្បីបូជាសពរបស់វានៅឯចំការល្មុតក្រោយផ្ទះពិធីបញ្ចប់អ្វីក៏ស្ងប់ស្ងាត់តែក្រោយពីនោះមកមិនមានអ្នកណាហ៊ានទៅរើសផ្លែល្មុតនៅចំការរបស់អាគឿនទៀតទេរួមទាំងខ្ញុំ
ព្រោះខ្ញុំនៅតែចងចាំហេតុការណ៍ដែលបានកើតឡើងរំលងបាន1ខែមានអ្នកភូមិម្នាក់គេបានប្រាប់ថាឆ្កែដែលខាំមកគឺនោះគឺជាឆ្កែឆ្កួតដែលពីមុនមកវាគឺឆ្កែបារាំងចិញ្ចឹមលុះពេលបារាំងនោះត្រឡប់ទៅប្រទេសគេវិញគេក៏បានទុកឆ្កែនោះចោលសត្វឆ្កែដោយគ្មានអ្នកណាចិញ្ចឹមទើបវាដើរត្រាច់ចោលរកអាហារមួយភូមិទៅមួយភូមិរហូតខ្លាចជាឆ្កែឆ្កួតតែឆ្កែនោះគេក៏បានសម្លាប់វាដោយសារតែវាបានចូលទៅខាំមន្ទាគេដែលធ្វើឲ្យអ្នកភូមិបានវាសម្លាប់វាចោលតាំងពីមុនអាគឿនស្លាប់ម្លេះហើយគេដឹងថានោះគឺជាឆ្កែដែលខាំអាគឿនព្រោះវាមានសភាពហៀទឹកមាត់និងអង្គេស៊ីហើយសម្បុរខ្មៅទៀតផងរំលងបាន1ខែវស្សាក៏បានចូលមកដល់ហើយរឿងដែលសោតនាដកម្មក៏បានកើតឡើងម្ដងទៀត